Ok, số đây mong muốn ngày nay cứ dương riêng về riêng tí muối trong về riêng tí muối ní cứ dương riêng mình mền để bắt đầu prom sầmรับtự xe content AI thế cứ dương riêng pi chấm hiên tí muối sẵn và chấm hiên tí muối nếu bằng bốn khơi nhái nè cái này nhé được trong thời của riêng bằng bốn viện tí muối nhé và viện tí muối nhưng viện tí pi tọp nè hay ní chia việnទី1យើងបូកផ្សំជាមួយនឹង chat GPT បាទហើយខ្ញុំប្រាប់បងប្អូនថាតើចំណុចនេះយើងនឹងប្រើដើម្បីអីបាទអញ្ចឹងជំហានទី1គឺបងប្អូនចូលនៅក្នុងបងប្អូនត្រូវ down Leo នេះ Leonardo នេះបងប្អូនត្រូវទៅ down ណាអញ្ចឹងបងប្អូនត្រូវ down គឺបងប្អូនចូលទៅក្នុង Play Store មកបងប្អូនចូលនៅក្នុង Play Store បងប្អូនវាយពាក្យ Leonardo AI អញ្ចឹងបងប្អូនទៅ down ទៅគឺវាចុចចេញមកអញ្ចឹងបងប្អូនចុចពាក្យupload មក install មកណាដោយសារនេះវាខ្ញុំបាន down ទៅហើយប៉ុន្តែឥឡូវខ្ញុំត្រូវ update ណា update ឲ្យបងប្អូនមើលចឹងបងប្អូនជំហានមេរៀនទី1នេះគឺបងប្អូនត្រូវ down ហ្នឹងណា down ហ្នឹងដើម្បីយកមកសម្រាប់ធ្វើជាមេរៀនទី1បន្តមកបងប្អូនចុច open មកបាទចុច open មកអញ្ចឹងបើសិនជាបងប្អូនអត់ទាន់ connect ជាមួយនឹង Google បងប្អូន connect ជាមួយមកណាដោយសារតែនេះគឺខ្ញុំបាន connect ជាមួយនឹង mail នឹង mail របស់ខ្ញុំរួចហើយនេះ mail របស់ខ្ញុំនេះខ្ញុំបាន connect រួចហើយអញ្ចឹងបងប្អូនអត់ទាន់ connect ទេបងប្អូន connect ជាមួយនឹង mail មកអញ្ចឹងតើតោងនឹងកម្មកាត់ Gmail ឯងបងប្អូនចេះណាឥឡូវគឺខ្ញុំចូលក្នុងមេរៀនជើងទៅម្ដងអញ្ចឹងបងប្អូនចូលមកក្នុងនេះគឺបងប្អូនចុចនេះចុចកន្លែងនេះគឺបងប្អូនចុច create ណាgenerate ណា generate នេះគឺនេះជាដែលខ្ញុំបានបង្កើតអញ្ចឹងនេះដែលខ្ញុំបានបង្កើតអញ្ចឹងខ្ញុំត្រូវ clear ចេញអញ្ចឹងចំណុចនេះបងប្អូនត្រូវបង្កើតយ៉ាងម៉េចអានេះគាត់តែឧទាហរណ៍ទេអញ្ចឹងណាអញ្ចឹងយើងមានមេរៀនជាច្រើនអញ្ចឹងកន្លែងនេះបងប្អូនត្រូវធ្វើម៉េចដើម្បីឲ្យមានរូបមានខ្លាហើយមានសត្វអង្គរវត្តនៅខាងក្រោយហ្នឹងណាបាទវាមាន generate ដែលយើងមាន4រូបភាពនេះ4រូបភាពអញ្ចឹងបងប្អូនចូលបងប្អូនមុននឹងកន្លែងនេះអានេះកន្លែងថាយព្រមនេះមិនន័យថាកន្លែងខ្មែរយើងហៅថាមាតិកាសម្រាប់ការសរសេរអញ្ចឹងព្រមនេះជាភាសារបស់ AI ណាអញ្ចឹងដើម្បីធ្វើនៅកន្លែងនេះបងប្អូនចូលមកបងប្អូនថយក្រោយមកតាមខ្ញុំមកបងប្អូនមើលមួយណាព្រោះមេរៀននេះសំខាន់ណាជំហានទី1ណាអញ្ចឹងបងប្អូនចូលមកនេះមកបងប្អូនចូលរកពាក្យនេះ chat GPT បាទបងប្អូនហ្នឹងបងប្អូនចូលនៅកន្លែងហ្នឹងណាបងប្អូនចូលកន្លែងនេះហើយបងប្អូនទៅសេមកយើងទៅសេបើបងប្អូននេះត្រូវចេះតទៅមុខបងប្អូនត្រូវចេះភាសាអង់គ្លេសគួរសមឬក៏មុំអីចឹងណាប៉ុន្តែបងប្អូនឧទាហរណ៍ថាបងប្អូននេះខ្ញុំប្រើពាក្យអញ្ចឹងបងប្អូនសេមកថាសូមសរសេរព្រំជាមាតិកាបងប្អូនចូលនេះជាភាសាបច្ចេកទេសរបស់ AI សេព្រំយើងដាក់មកយើងដាក់ថាអានេះយើងសេជាខ្មែរទៀតមកយើងសេថាមានសត្វខ្លាចំនួន2ក្បាលហើយមានអង្គរវត្ត
nơi hàng rồi nhé chẳng mà bồn khám mà bồn đã là ôiจะ xế នឹង prom ហ្នឹង យើងឲ្យជា save សាំងលេបងប្អូនប៉ុន្តែនេះយើងគ្រាន់តែជាភាសាខ្មែរមកដើម្បីឲ្យគាត់ឲ្យ prom នេះទៅសេចេញជាភាសាអង់គ្លេសអញ្ចឹងបងប្អូនចុចសញ្ញាព្រួយហ្នឹងមកបាទសាព្រួយមកអញ្ចឹងនេះឃើញទៅសេឲ្យយើងហើយយើងបាន prom ហ្នឹងហើយអញ្ចឹងបងប្អូន copy មកណាបងប្អូន copy មកបងប្អូន copy តែកន្លែង to type to tiger ណាបងប្អូន copy មក copy យកតំណែងមកអញ្ចឹង copy យកមកបងប្អូនចេញមកបងប្អូនយកមកផាសចូលនៅក្នុងThai prom នេះអញ្ចឹងបងប្អូនផាសចូលក្នុងមកហើយបងប្អូនចុចgenerate មកចុចកន្លែងសញ្ញាព្រួយអញ្ចឹងណាបើចុចមកគឺវាទៅនេះបងប្អូនទៅណាអញ្ចឹងអាស្រ័យលើអ៊ីនធឺណិតបងប្អូនបើអ៊ីនធឺណិតបងប្អូនលឿនគឺដល់លឿនណាអញ្ចឹងវីដេអូនេះរឿងវែងតិចបងប្អូនបើតែបងប្អូនត្រូវតាមដានមួយណានេះជាមេរៀនដែលជំហានបន្តដើម្បីយើងធ្វើហើយទីទៀតគឺនឹងចូលមេរៀនផ្សេងទៀតដើម្បីនេះហ่าបងប្អូននេះឃើញទេវាស្អាតបងប្អូនវាមិនដូច 100% ទេប៉ុន្តែរូបភាពនេះយើងអាចទទួលយកបានបាទទទួលយកបាននេះអូខេអញ្ចឹងបងប្អូនចង់ save បងប្អូនចុច save មកបាទរួចហើយបាទរួចបាទអញ្ចឹងបងប្អូនចុច save មករួចបាត់ហើយអូខេអញ្ចឹងតកតងនឹងនេះជាមេរៀនទី1ហើយជាមេរៀនបន្តទៀតគឺខ្ញុំនឹងធ្វើរូបភាពនឹងឲ្យមានចលនាបាទសូមអរគុណ